ទីបំផុតប្រព័ន្ធដើមបានចេញមុខមកហើយតាក់ទងទៅនឹងរឿងបងថ្លៃស៊ីប្អូនថ្លៃប្រិមិត្តជាទីមេត្រីវាគឺជារឿងដែលហួសចិត្តបំផុតប្រចាំឆ្នាំ2026ជុំវិញសង្គ្រាមស្នេហាត្រីកោណដ៏ស្មុគស្មាញនិងវិវត្តខួរក្បាលអ្នកទស្សនាបន្ទាប់ពីផ្ទុះវីដេអូនៅលើបណ្ដាញសង្គមដែលប្រពន្ធតាមទាន់ប្តីដេកជាមួយនឹងស្រីផ្សេងនៅក្នុងផ្ទះសំណាក់នោះក៏ចេញនៅព័ត៌មានដ៏រញ៉េរញ៉ៃតាក់ទងទៅនឹងករណីនេះផងដែរដោយដំបូងឡើយមហាជននាំគ្នាអាណិតទៅនឹងប្រពន្ធដើមដែលបានថតនៅវីដេអូប្តីរបស់ខ្លួនជាមួយនឹងស្រីក្មេងដែលដេកនៅជាមួយគ្នាក្នុងផ្ទះសំណាក់ធ្វើឲ្យបងប្អូនមហាជនមានការអាណិតទៅដល់ប្រពន្ធដែរប៉ុន្តែអ្វីៗគឺផ្ទុយក្រឡាប់ចាក់បន្ទាប់ពីបងប្អូនមហាជនបានឃើញនៅព័ត៌មានបន្ថែមទៀតតាក់ទងទៅនឹងស្ត្រីដែលថាខ្លួនជាប្រពន្ធដើមហើយត្រូវបានស្រីក្មេងឆក់យកប្តីខ្លួននោះតាមពិតមិនមែនដូច្នោះទេដោយមានស្ត្រីម្នាក់ទៀតបានចេញមុខមកអះអាងថាខ្លួនគឺជាប្រពន្ធដើមស្របច្បាប់និងបានទម្លាយពីការពិតនៅពីក្រោយខ្នងធ្វើឲ្យមហាជនដាច់ផ្ងាគ្រប់គ្នាដោយយោងតាមគណនី Facebook មួយមានឈ្មោះថាម៉ាក់អនុតដែលត្រូវជាប្រពន្ធដើមស្របច្បាប់របស់បរិសុទ្ធជាប្តីកំហុសនោះបានចេញមុខមកបង្ហោះសារនិងសៀនៅវីដេអូចាប់បានសាហាយនោះទាំងអារម្មណ៍ធូរស្រាលនិងសរសេរចំថាសង្គមនេះអ្វីក៏អាចកើតឡើងបានដែរធ្វើល្អបានល្អសាហាយនិងសាហាយខំគ្នាហើយកំសត់ណាស់មីតៃហោយកប្តីគេដែលសោះតែចេះឈឺដែរចោះងាយយកប្តីគេចេះឈឺអត់មីឡានបោកបាទលើពីនេះទៀតនោះគឺបងស្រីដែលជាប្រពន្ធដើមបានសង្កត់ធ្ងន់ទៀតថាខ្លួនគឺមិនចង់ល្បីនោះទេប៉ុន្តែមកពីពួកមីសាហាយទាំងនោះបាទសាហាយទាំងនោះគឺចង់និយាយទៅដល់ប្រពន្ធទី2និងស្រីទី3រីឯអ្នកទី1គឺគាត់ដែលជាប្រពន្ធដើមនេះហើយគាត់និយាយថាចរិតសាហាវដូចគ្នាយកប្តីគេហើយមិនចេះស្កប់ស្កល់បែរជាមកខំហាច់ហួរគ្នាចុងក្រោយគឺបែបនេះគឺសមមុខណាស់ហើយបាទប្រិមិត្តអញ្ចឹងរឿងស្នេហាត្រីកោណនេះគឺរៀងរញ៉េរញ៉ៃបន្តិចដោយស្ត្រីដែលតាមទាន់ប្តីមានស្រីនោះទៀតគឺត្រូវជាប្អូនថ្លៃរបស់ខ្លួនមានន័យថាស្ត្រីដែលតាមទាន់ប្តីនេះគាត់មានប្អូនប្រុសហើយប្អូនប្រុសរបស់គាត់គឺមានប្រពន្ធអញ្ចឹងប្រពន្ធនោះវាត្រូវជាប្អូនថ្លៃរបស់ស្ត្រីនេះអញ្ចឹងប្តីរបស់គាត់នេះហើយដែលទៅស្រឡាញ់ប្រពន្ធរបស់ប្អូនបង្កើតរបស់ខ្លួនឯងហើយទៀតសោតប្តីដែលខ្លួនឯងបានមកនេះក៏ឆក់យកពីគេផ្សេងដែរមានន័យថាប្តីរបស់ខ្លួនគឺធ្លាប់មានប្រពន្ធកូនពីមុនរួចមកហើយដែរប៉ុន្តែត្រូវបានខ្លួនឆក់យកពីគេអញ្ចឹងរឿងរ៉ាវនេះសរុបទៅបរិសុទ្ធនោះគឺមានប្រពន្ធ3ដោយប្រពន្ធទី1គឺខ្លួនបានរៀបការត្រឹមត្រូវតាមច្បាប់រីឯប្តីរបស់ខ្លួនក៏មានស្ត្រីទី2ហើយបន្ទាប់ពីរស់នៅជាមួយនឹងស្ត្រីទី2នេះហើយមិនអស់ចិត្តក៏លួចមានសាហាយជាមួយនឹងស្ត្រីទី3ម្នាក់ទៀតហើយស្ត្រីទី3ម្នាក់នោះគឺត្រូវជាប្អូនថ្លៃរបស់ស្ត្រីទី2នេះបាទប្រិមិត្តអញ្ចឹងសរុបមកគឺបរិសុទ្ធដែលជាប្តីនេះគឺជាបរិសុទ្ធសាវ៉ាកំពូលសាវ៉ាតែម្ដងបាទ